spaghetti ឬក៏ pasta គឺជាជម្រើសអាហារដែលក្មេងៗចូលចិត្តបំផុតហើយសម្រាប់ប្រភេទអាហារអស់ហ្នឹងគឺយើងអាចញ៉ាំជំនួសបាយឬក៏ជំនួសជាបបរបានតោះថ្ងៃនេះខ្ញុំមកចែករំលែកវិធីធ្វើ spaghetti ជាមួយនឹង hot dog និយាយទៅកូនខ្ញុំចូលចិត្តខ្លាំងមែនតើមកមានទាំងអស់គ្នាសម្រាប់វិធីធ្វើគឺងាយស្រួលហើយប្រើគ្រឿងទេសកូនក្មេងសមស្របតាមអាយុយើងទៀតមកមានទាំងអស់គ្នាសម្រាប់ spaghetti ដែលខ្ញុំប្រើថ្ងៃនេះគឺជា spaghetti ស្រូវសាលីជាមួយនឹងស៊ុតអញ្ចឹងល្បាយរបស់វាពេលដែលយើងស្រុះហើយគឺទន់ហើយពណ៌ដែលមាននៅក្នុង spaghetti នេះគឺជាពណ៌ធម្មជាតិពីបន្លែផ្លែឈើមិនមានបន្ថែមល័ក្ខមិនមានបន្ថែមពណ៌សិប្បនិមិត្តមិនមានបន្ថែមអំបិលឬស្ករនោះទេអញ្ចឹងយើងដាំទឹកសស spaghetti យើងសិនហើយពេលសសយើងកុំភ្លេចដាក់ជីប្រេងអូលីវក៏បានប្រេង perilla ប្រេងប័រក៏បានដើម្បីឲ្យ spaghetti របស់យើងនឹងរលោងល្អកុំឲ្យវាស្អិតជាប់គ្នាហើយសម្រាប់រយៈពេលនៃការស្រុះគឺចន្លោះពី7ទៅ10នាទីតាមម៉ូតឬក៏តាមកម្ដៅដែលមកមានទាំងអស់គ្នាប្រើប្រភេទ pasta ឬ spaghetti នេះក៏គេមានអត្ថប្រយោជន៍ល្អសម្រាប់សុខភាពដែរដោយសារវាអត់មាន cholesterol សូដ្យូមទាបល្អសម្រាប់សុខភាពបេះដូងហើយសម្បូរទៅដោយ protein នៅក្នុងមួយខាប់នៅក្នុង spaghetti ហ្នឹងមាន protein រហូតដល់ទៅ16%ដល់វគ្គហ្នឹងខ្ញុំនឹកឃើញខ្លួនឯងពីទូមានម៉ាមីណាដូចខ្ញុំអត់តែឆ្ងល់ថាអញ្ចឹងពួកបរទេសពួកបារាំងពួកអីគេអត់ញ៉ាំបាយអត់ញ៉ាំអីដូចយើងទេតែមិនមើលទៅគេសុខភាពល្អមមកម្ពស់គេលូតលាស់ខ្ពស់អីម៉េចកម្មពិតគឺគេញ៉ាំពួកអស់ហ្នឹងឯងដូចជាពួកដលងក៏វាសម្បូរកាបូនហៃដ្រេតក៏វាប្រើជំនួសកជំនួសបាយបានដែរពួក pasta spaghetti ក៏វាមានកាបូនហៃដ្រេតក៏យើងអាចញ៉ាំជំនួសជាបាយបានដែរអញ្ចឹងបន្ទាប់ពីយើងស្រុះ pasta ឬ spaghetti របស់យើងរួចរាល់ហើយយើងចាប់ផ្ដើមមកធ្វើទឹកសសម្រាប់ទឹកសខ្ញុំធ្វើបែបងាយៗមកមានទាំងអស់គ្នាគឺខ្ញុំឆាបន្លែណាដែលកូនចូលចិត្តកូនខ្ញុំចូលចិត្តពោតនិងការ៉ុតអញ្ចឹងយើងអាចដាក់ពោតការ៉ុតឬក៏ដាក់ខ្ទឹមបារាំងអីក៏បានដែរឆាឲ្យវាឆ្អិនមកសព្វល្អហើយទើបយើងប្រើគ្រឿងទេសសម្រាប់ទឹកសរបស់យើងណាមកមានទាំងអស់គ្នាអត់ប្របែកធ្វើដូចមុនទេមានតែទឹកសនឹងមួយដបគឺប្រើបានហ្មងទឹកសហ្នឹងគឺសម្រាប់ឆា pasta ឆា spaghetti នឹងឯងអញ្ចឹងមកមានទាំងអស់គ្នាអាចប្រើជាទឹកសសនេះដូចខ្ញុំក៏បានតែបើសិនចង់ច្នៃខ្លួនឯងយើងច្នៃតាមជាក់ស្ដែងទៅតែគាត់ថាបើប្រើទឹកសសនេះវាមាន oregano វាមានអីក្នុងនឹងហើយស្រាប់ហ្មងខ្ញុំលុញអំបិលតិចតួចដែរដោយសារមិញនៅក្នុងឆារបស់យើងខ្ញុំបន្ថែមជាទឹកដោះគោអញ្ចឹងទៅល្បាយរបស់យើងវាអាចនឹងរាងស្រាលអញ្ចឹងខ្ញុំថែមអំបិលតិចតួចកលឹះមួយទៀតក្នុងការធ្វើរបៀប pasta ឬក៏ spaghetti អីមកមានទាំងអស់គ្នាគេប្រើតែអំបិលនិងស្ករទេឬក៏គ្រឿងទេសរបស់វានឹងតែម្ដងគេអត់ប្រើពួកទឹកត្រីឬក៏ប្រេងខ្យងទេព្រោះអីវាធ្វើឲ្យ pasta និង spaghetti របស់យើងនេះបែកក្លិនទៅផ្សេងវាអត់ត្រូវនឹងរសជាតិដើមរបស់វាចុងក្រោយគឺខ្ញុំបន្ថែម hot dog ចូលសម្រាប់ hot dog នេះជាប្រភេទ hot dog ត្រីឈីសមានឈីសនៅក្នុងនឹងហើយស្រាប់និយាយទៅរបបអាហាររបស់កូនគឺសំខាន់ខ្លាំងមែនតើពេលខ្លះឲ្យតែកូនយើងញ៉ាំបានគ្រប់អាហាររូបត្ថម្ភទាំងអស់យើងមិនបាច់បំបុកវីតាមីនមិនបាច់បំបុកអីទេក៏កូនយើងសុខភាពល្អដែរដូចកូនអ្នកលក់ហ្នឹងខ្ញុំនិយាយស្មោះត្រង់រាល់ថ្ងៃគឺមិនមានប្រើវីតាមីនអីសូម្បីតែមួយធ្វើឲ្យត្បិតតែម្ដាយជាអ្នកលក់គ្រឿងវីតាមីនគ្រឿងអីហ្នឹងមែនប៉ុន្តែបើនិយាយពីអាហាររូបត្ថម្ភនិងគ្រឿងទេសបើកមកទូគាត់គឺសិតតែគ្រឿងទេសហ្មងទូទឹកកកគឺសិតតែគ្រឿងទេសរបស់គាត់នឹងតែម្ដងគ្រឿងទេសគឺសំខាន់ទី1យើងត្រូវប្រើទៅតាមអាយុរបស់កូនទី2ទូកូនធំក៏ដោយក៏យើងព្យាយាមយករកគ្រឿងទេសណាដែលស័ក្តិសមសម្រាប់កូនក្មេងជាតិអំបិលទាបនិងស្ករទាបអញ្ចឹងសម្រាប់ម៉ាមីទាំងអស់គ្នាដែលមានចង្អុលតាក់ទងនឹងគ្រឿងទេសផ្សេងចង់បានម៉ណុយឬក៏ចង់បានអាហាររូបត្ថម្ភផ្សេងអាចតាក់ទងមកកូនដំរីបានអរគុណសម្រាប់ការទស្សនា